Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំនឹងនាំអ្នកទាំងនេះមកទេសនានៅរឿងរាជបល្ល័ង្កត្រាយ័ននាទីទេពនៅភាគទី161បន្តទៀតខ្ញុំមកដល់ភាគនេះដែរគឺជាការប្រកួតនៃជុំទី2តែក្រុមរបស់លោកអិចិនគឺប្រកួតតំណាងឲ្យក្រុមប្រមាញ់បិសាចពលលើនៃព្រឹកព្រលឹមរបស់ខ្លួនប្រឆាំងជាមួយនឹងសំណាក់ដតីទៀតអញ្ចឹងមិនខ្វល់ថាជាសាច់ញាតិក៏ត្រូវវាយដែរព្រោះថាការប្រកួតនេះគឺសំខាន់ខ្លាំងមែនទែនសម្រាប់ពួកគេនោះសមាជិកដំបូងនោះគឺបានយូដែលត្រូវប៉ះជាមួយនឹងប្រតិកម្មម្នាក់ដែលមកពីសំណាក់សត្វចម្លែករបស់យីងបាទទស្សនិកជនមានការភ័យអើជាខ្លាំងជាមួយនឹងក្រុមរបស់ឡុងអេឆិនដោយសារតែនៅក្នុងក្រុមមានសមាជិកដូចជាដល់ទៅ10នាក់ក៏ប៉ុន្តែមាន9នាក់ដែលបានបង្ហាញអំពីកម្លាំងពិតរបស់ពួកគេទៅហើយសុទ្ធតែឈានទៅដល់ល្បី9ទាំងអស់អញ្ចឹងនៅសល់ហ្វាន់យូម្នាក់ទៀតដែលមិនទាន់បង្ហាញនូវសមត្ថភាពនោះទេឥឡូវដល់វេនគាត់ម្ដងហើយបាទទុកចាប់ដើមបញ្ចេញទៅដែររួមជាមួយនឹងខែលការពីក្នុងដៃស្រាមការប៉ះគ្នាលើកនេះគឺមិនធម្មតានោះទេដែលត្រូវប៉ះជាមួយនឹងព្រះរាជាល្វែលដល់ទៅ9ឯណោះព្រោះទៅការប្រជុំគ្នានេះគឺខ្លាំងខ្លាមែនទែនចំណែកព្រះរាជាមកពីសំណាក់សត្វចម្លែកនឹងក៏បាននិយាយទៀតថាឯងនៅក្មេងឈានទៅដល់ល្វែល9ខ្ញុំចង់ដឹងថាតើកម្លាំងរបស់ឯងខ្លាំងប៉ុណ្ណាទៅខណៈពេលគាត់ក៏បានបញ្ចេញនៅច្រកទ្វារមួយព្រលឹងនៃសត្វចម្លែកល្វែល9មួយក្បាលក៏បានផុសចេញមកឈ្មោះនៃសត្វព្រលឹងនេះដែរឲ្យឈ្មោះថាខ្យារំរៃខ្មៅនរកមាននៅធាតុខ្មៅតែមានលក្ខណៈពិសេសពីរគឺការពីរហើយនឹងប្រយុទ្ធសមត្ថភាពរបស់ព្រះរាជាម្នាក់នោះគឺខ្លាំងក្នុងការគ្រប់គ្រងនៃរាងកាយរបស់សត្វចម្លែកនេះខ្លាំងណាស់តែហ្វាន់យូមិនញញើតនេះទេក៏សួរទៅវិញទៀតថាតែនេះឬគឺជាធម្មពលពិតល្វែល9របស់លោកនោះពេលគាត់រៀងក្តៅស្លឹកជាបន្តិចបញ្ចេញធម្មពលចេញពីកន្ទុយរបស់វាបានទៅលើហ្វាន់យូគាត់ហក់ទៅក្រោយការវិបហាបន្ថែមកាន់តែខ្លាំងក្លាឡើងហ្វាន់យូព្យាយាមទប់ទល់បណ្ដាវាបបបណ្ដាគាត់ក៏បានបញ្ជាក់ទៀតថាជាធម្មតាអ្នកអាចទប់ទល់ជាមួយនឹងខ្ញារំរៃខ្មៅនៅរោគរបស់គាត់បានត្រឹមតែ15នាទីតែប៉ុណ្ណោះចាំមើលទៅឯងនៅក្បាលរឹងដល់ណាទៀតពីកស្ទូមកជងលឿនបំប៉ោងហ្វាន់យូទីទៅក្រោយបន្តិចក៏ទទួលអារម្មណ៍ថារៀងស៊ីសើបានគាត់គិតថាដែលតាមពិតទៅសិតនៅក្នុងដែនដីរបស់វាគឺគាត់ត្រូវបានគ្របដណ្ដប់ដោយធម្មពលមួយយ៉ាងឆ្នេះក៏បានហក់ឡើងលើអាកាសជំនួសវិញតែទោះជាយ៉ាងណាក៏ដោយក៏ប្រចាំអ្នកនោះបញ្ជាក់ប្រាប់ទៀតថាឯងអត់ប្រយោជន៍នោះទេទោះបីជាឯងឡើងទៅលើអាកាសក៏ដោយក៏តំបន់ទាំងមូលក៏ស្ថិតនៅក្នុងការគ្រប់គ្រងនៃខ្យារំរៃនៅរូបខ្មៅរបស់យើងដដែលនោះទេពលឺនៃធម្មពលវិភាសាជាថ្មីតែសំណាងល្អដែលហ្វាន់យូគេចផុតទាន់ថែមទាំងបានស្រែកបង្ខំឲ្យហ្វាន់យូនឹងចុះចាញ់ទៅតែហ្វាន់យូបែរជាតបទៅវិញខ្ញុំសោកស្ដាយផងពូសត្វចម្លែកដែលមានធាតុខ្មៅខ្ញុំក៏មានមួយដែរបាទខណៈពេលនោះធម្មពលចេញពីដៃរបស់គាត់បោះឡើងទៅលើអាកាសច្រកទ្វារមួយក៏បានផុសចេញមកដែលសត្វចម្លែកនឹងបានកោហៅនេះគឺធម្មពលរបស់វាគឺខ្ពស់ជាងខ្ញារំរៃនៅរូបខ្មៅរបស់ព្រះរាជាម្នាក់នោះថែមទៀតធ្វើឲ្យអ្នកទេសនាលន់មាត់ទៀតថាគាត់គឺជាមនុស្សមកពីសំណាក់ទ័ពសេះចុះហើយអ្វីបានជាគាត់អាចកោហៅនៅសត្វចម្លែកខ្លាំងក្លាដល់ឋានៈនេះមកអញ្ចឹងនោះគឺជាធីរ៉ានភ្នែកមួយល្វែល9ទៀតកម្លាំងរបស់វាគឺខ្លាំងជាងខ្ញារំរៃខ្មៅនៅរូបរបស់គាត់ពួកគេក៏បើកភ្នែកយ៉ាងធំដោយការភ្ញាក់ផ្អើលទាំងតែមិនជឿនឹងភ្នែកខ្លួនឯងនោះទេតែព្រះរាជាម្នាក់នោះក៏មិនខ្វល់បញ្ចេញធម្មពលវិបហាធីរ៉ានភ្នែកមួយក៏បានវិបកវិញធម្មពលទាំងពីរក៏បានប៉ះគ្នាបន្តិចមួយចិនលើកដាវកប្រហារលើខ្ញារំរៃនោះវាព្យាយាមដកថយរត់ទៅម្ខាងរត់បណ្ដាក៏វិបកវិញបណ្ដាតែមិនអាចធ្វើអ្វីពួកគេបាននោះទេការវិបហារបស់ធីរ៉ានភ្នែកមួយក៏ខ្លាំងក្លាដែរបាទដាក់ឡើងខ្ញារំរៃនោះរត់ពេញអារ៉េណាតែម្ដងព្រះចាំអ្នកនោះក៏ទុំនៅលើខ្ញារំរៃនោះគេចុះគេឡើងក៏ស៊ីមួយស្នៀតបំប៉ោងបុកជាមួយនឹងខែលការពារពេលគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែនក៏បានសម្រេចចិត្តដាក់ប្រះនៅតែមុនហាមខាត់មួយយ៉ាងបង្ហូរឈាមរបស់ខ្លួនឯងបន្តិចដើម្បីបង្កើនកម្លាំងហើយកម្លាំងនៃការកើនឡើងនោះគឺ1គុណនឹង2ក៏បានបញ្ជានៅខ្ញារំរៃនៅរូបខ្មៅនោះឲ្យចាត់ការម្ដងទៀតប្រើប្រាស់នៅគីបរបស់ខ្លួនដើម្បីចាត់ការទៅលើហ្វាន់យូបត់កិច្ចផុតពីវិបហាកាន់តែខ្លាំងក្លាឡើងបានឱកាសល្អក៏បានឈ្មោះទៅមុខវាបកវិញគាត់គិតថាចប់ហើយតែវានៅតែអាចទប់ទល់បានដោយប្រើប្រាស់នៅគីបរបស់ខ្លួនណៈពេលដែលធីរ៉ានភ្នែកមួយក៏ព្យាយាមជួយការពារដែរគាត់លើកដាវជ្រៀកនៅគីបរបស់វាបន្តិចធីរ៉ានភ្នែកមួយក៏បានបញ្ចេញនៅភ្នែកជាច្រើនធម្មពលវិប្រហាកាន់តែខ្លាំងក្លាជាងមុនគាត់គិតថាមិនស្រួលទេបញ្ញាប់បើកនៅខែលការពារហើយដើម្បីបានជាធម្មពលបរិស័ទចម្លែកនេះខ្លាំងដល់ថ្នាក់នេះយ៉ាងចឹងកំពុងតែទប់ទល់ជាមួយនឹងធីរ៉ានភ្នែកមួយក៏ហ្វាន់យូហក់ទៅពីក្រោយលើកនៅដាវប្រហាររំលឹកទៅកាន់អតីតកាលមួយដែលគាត់ធ្លាប់ប៉ះគ្នាជាមួយនឹងឡុងអេឆិនរួចម្ដងទៅហើយហ្វាន់យូគឺជាអ្នកដែលមានសមត្ថភាពម្នាក់ក្នុងក្រុមរបស់ខ្លួនណាបាទហើយនេះក៏ជាការបង្ហាញសូររបស់ហ្វាន់យូសម្រាប់ពួកយើងផងដែរគាត់លើកដាវកាប់ជោប្រជានោះលក្ខណៈថាទប់លេងជាប់បាទបានត្រឹមតែដកថយតែប៉ុណ្ណោះត្រូវហ្វាន់យូបំប៉ោងឲ្យធ្លាក់ពីលើខ្នងនៃខ្ញារំរៃនេះរបស់ធីរ៉ានក៏បានរីកធំជាងមុនធម្មពលគឺខ្លាំងក្លាមែនទែនបាញ់កំទេចនៅខ្ញារំរៃខ្មៅនៅរូបរបស់គាត់ចោលភ្លាមតែមួយភ្ជង់ចំកដាលមុខទៅហើយជាជំនឿក៏ធ្លាក់ចូលទៅក្នុងដៃរបស់ហ្វាន់យូក្នុងពេលនោះគឺក្រុមពលឺព្រឹកព្រលឹមតែទទួលបាននៅ21ពិន្ទុតែបន្ទាប់ទៀតគឺជាតារបស់ឡុងអេឆិនក៏បានឈ្នះនៅការប្រកួតចំណែកលីយ៉ាងស៊ីក៏ឈ្នះនៅការប្រកួតចំណែកតារបស់ខៃអឺក៏ឈ្នះនៅការប្រកួតដូចគ្នាផងដែរតែលើកលែងតែទួនទីគឺគាត់មិនអាចយកឈ្នះបាននោះទេដោយសារ
តែគូស្ទើរបកគាត់ខ្លាំងជាងគាត់ទៅទៀតចំណែកឡុងចិនក៏ទទួលបាននៅជ័យជំនះបានជាងាយស្រួលរួមជាមួយនឹងខៃស៊ីម៉ាស៊ីនក៏ឈ្នះដូចគ្នាហើយសឺចបងចាំងហ្វាំងរួមជាមួយនឹងវ៉ាងជីនចៅពួកគេទាំងអស់សុទ្ធតែទទួលបាននៅជ័យជំនះអ្នកបន្ទាប់ទៀតនោះគឺជីងហើយនឹងយៀនហើយជីនត្រូវប៉ះជាមួយនឹងមនុស្សមកពីសំណាក់វេទមន្តតែនឹងនិយាយរបស់ខ្លួនរំភើបចិត្តជាខ្លាំងព្រោះថាដល់វេនចែករបស់ខ្លួនម្ដងហើយបាទកម្លាំងរបស់នាងពេលនេះក៏ឡើងខ្ពស់ហើយគូសត្រូវក៏មិនទៀបដែរទើបតែឈានទៅដល់ល្បី9ដូចគ្នាវាក៏បានកាប់ប្រហារបន្តិចព្រោះតែជីងបង្វិលខ្លួនបន្តិចក៏អាចគេចផុតបានដល់ងាយស្រួលពេលហ្នឹងរៀងក៏អឺតកតូបន្តិចហើយអ្នកខ្លះក៏និយាយទៀតថាហេតុអ្វីបានជានាងចូលជ្រុះចូលទៅក្នុងការប្រកួតអញ្ចឹងនេះក៏បានហក់ជន់លើដំបងវេទមន្តហើយហក់ឡើងទៅលើបញ្ជានៅម៉ៃទូរបស់ខ្លួនប្រែខ្លាយទៅជាសត្វតោរធំហក់តបាក់វាភាពអើខ្លាំងមែនទែននឹកស្មានថាកូនជ្រូកទូចមួយដែលអាចក្លាខ្លួនទៅជាសត្វចម្លែកដ៏ធំបែបនេះនោះទេកម្លាំងរបស់វាគឺមិនទៀបនោះឡើយនេះក៏បានបញ្ចេញនៅចង្ក្រានគៀងវេទមន្តរបស់ខ្លួនបាក់នៅច្រកនៃសត្វចម្លែកដល់ពេលនោះវាក៏បានប្រើដាតភ្លើងដើម្បីរំខានតែក៏ត្រូវម៉ៃទូចូលទៅតបាក់វាគិតថាមិនអាចឲ្យនាងបញ្ចូលនៅធម្មពលនោះបាននោះទេពីវិភាកាន់តែខ្លាំងក្លាឡើងបំផង់នៅរាងកាយរបស់ម៉ៃទូបន្តិចតែមិនអាចយកឈ្នះម៉ៃទូនោះទេទីបំផុតនាងក៏បានបើកនៅច្រកនៃជីវិតចំនួន2ក៏ហៅនៅសត្វចម្លែកលេវល9 2ក្បាលគេហៅថាឈៀនស៊ីជាភាសាចិនទេសនាខ្ញុំអើខ្លាំងមែនទែនមិននឹកស្មានថានាងអាចកោះហៅនៅសត្វចម្លែកលេវល9ដល់ទៅ2ក្បាលក្នុងពេលតែមួយបែបនេះនោះទេកម្លាំងរបស់នាងគឺពិតជាខ្លាំងតែវាគិតថាទោះជាណាក៏ដោយវាមិនអាចយកឈ្នះនៅវេទមន្តបំផ្ទុះអ្នកដាល់ភ្លើង Ultimate របស់យើងបាននោះទេដុំធម្មពលនៃកម្ដៅអណ្ដាតភ្លើងយ៉ាងខ្លាំងក្លាប្រមូលផ្ដុំគ្នានៅលើក្បាលរបស់វាត្រៀមចាត់ការទៅលើនាងហើយវាគិតថានេះគឺជាស្នៀតឬក៏សញ្ញាបៀចុងក្រោយរបស់ជីងតែជីងក៏តបទៅវិញទៀតថាតាណាប្រាប់ឯងថានេះគឺជាសញ្ញាបៀចុងក្រោយរបស់យើងនោះនេះមិនមែនជាស្នៀតចុងក្រោយរបស់យើងនោះទេនេះបានហៅថាសញ្ញាបៀចុងក្រោយនេះក៏បានប្រើប្រាស់នៅស្នៀតដែនដីរូបអវតារយ៉ាងធំរបស់អតិទេពសត្វចម្លែកក៏បានផុសចេញពីក្រៅក្នុងរបស់នាងក្នុងពេលនោះហើយបញ្ចេញនៅធម្មពលអតិទេពដាក់ចូលទៅក្នុងរាងកាយនៃសត្វចម្លែក8 9ទីបំផុតសត្វចម្លែករបស់នាងក៏ទទួលបាននៅធម្មពលអតិទេពក្លាយទៅជាសត្វទេពជាមួយនឹងស្នៀតដែនដីផងដែរអញ្ចឹងស្ថិតនៅក្នុងដែនដីសត្វចម្លែកកម្លាំងរបស់ពួកគេនឹងកើនឡើងខ្ពស់ខ្លាំងមែនទែនស្នេហ៍ជនក៏ភ្ញាក់ម្ដងទៀតសឹងតែមិនជឿនោះទេវាក៏បានហោះឆ្វែបន្តិចបាញ់ធម្មពលបញ្ចូលគ្នាបរិយាកាសជុំវិញទីនោះក៏ចាប់ផ្ដើមចុះត្រជាក់យ៉ាងខ្លាំងទីរបស់ខ្លួនភ្ញាក់ខ្លាំងមែនទែនតែរបស់ខ្លួនអាចកើតនៅស្នៀតដែនដីអតិទេពនេះបានគឺវាពិតជាអស្ចារ្យអាចនិយាយថាគឺមហោស្ចារ្យសម្រាប់ចៅស្រីរបស់ខ្លួនទៅហើយទោះបីតែលោកតារបស់ខ្លួនក៏មិននឹកស្មានថានាងអាចកោះហៅនៅសត្វចម្លែកដល់ទៅ2ក្នុងពេលតែមួយបែបនេះនោះទេដូច្នេះកម្លាំងរបស់នាងនឹងកើនឡើងនៅថ្ងៃអនាគតមួយមិនខាននោះឡើយទីនោះក៏ចាប់ផ្ដើមកកយ៉ាងខ្លាំងរាងកាយរបស់វាក៏បានកកសំបីតែធម្មពលអ្នកដាតភ្លើងនៅលើក្បាលក៏បានកកដូចគ្នាម៉ែសាហាវខ្លាំងមែនទែនស្នៀតនេះស្តៀងទៅនឹងស្នៀត Ultimate ចុងក្រោយរបស់ហូយ៉ាហាវ Ultimate តកបានពេលហ្នឹងគឺនៅជាប់ត្រឹងមួយកន្លែងតែសត្វនោះមិនធ្វើអ្វីវានោះទេអាចចាញ់ហើយបាទនេះហើយជាលទ្ធផលដែលមើលងាយនាងទ្រឹស្ដីជនក៏បានហូរកញ្ជ្រៀវពួកគេមានអារម្មណ៍ថាត្រជាក់ខ្លាំងមែនទែនហើយឈិនស៊ីឌៀនក៏បានឲ្យនាងដកនៅដែនដីរបស់ខ្លួនចេញទៅពេលនេះនាងឈ្នះនៅការប្រកួតហើយនាងក៏បានយល់ព្រមពេលហ្នឹងរៀងទ្រង់វិញបាទនាងក៏បានហៅនៅសត្វចម្លែកទាំងពីររបស់ខ្លួនចូលទៅក្នុងច្រកនោះវិញហើយបន្ទាប់ទៀតគឺយានត្រូវប៉ះជាមួយនឹងស៊ឺហ្វេគឺជាសិស្សដោយផ្ទាល់របស់លីចាងស៊ីសមត្ថភាពរបស់នាងគឺមិនខ្សោយនោះទេអាចជាចូល level 9ដូចគ្នាការប្រកួតក៏បានចាប់ផ្ដើមក្នុងពេលនោះនាងប្រើប្រាស់នៅចោលរពន្ធប្រមូលផ្ដុំនៅលើក្បាលគឺជាវេទមន្តមកវល់ពិតជាខ្លាំងតែប៉ះជាមួយនឹងដារបស់យៀនគឺគ្មានអ្វីអស្ចារ្យនោះទេនេះក៏បានផ្លែផ្កាប្រមាណម៉ាត់ទៀតឲ្យវាបហាបន្ថែមមកបាននាងពិតជាក្អើតកតូងខ្លាំងមែនទែនដុំធម្មពលខ្យល់ជាច្រើនបត់រាងកាយរបស់យៀនក្នុងពេលនោះនាងលើកនៅដំបងវេទមន្តបញ្ជាទៅកឹងមកបោះជំហានថយក្រោយរក្សានៅចំហកាប់មួយឆាច់បំផ្លាញនៅដុំធម្មពលរបស់នាងចោលក្នុងមួយរំពេញនាងគិតថាស្នេហ៍នេះមិនអាចបញ្ឈប់ខ្លួនបាននោះទេតោះមកក៏បានប្រើប្រាស់នៅជាងគៀងវេទមន្តបន្ថែមនៅធម្មពលឆ្ពោះទៅកឹងមកជាងលឿនធម្មពលខ្យល់ក៏បានឆ្ពោះមកសាជាថ្មីត្រូវបានយៀនបំផ្លាញក្នុងពេលនោះដូចគ្នាលើកដាវកប់មួយឆាច់នាងក៏បញ្ញាបើកនៅខែលមួយតែអ្វីបានជាកម្លាំងរបស់នាងខ្លាំងដូចជាសត្វចម្លែកអញ្ចឹងវាមិនទាន់បញ្ចប់នោះទេលើកជើងធាក់មួយទំហឹងបំបែកនៅខែលការពាររាងកាយខ្ទប់ទៅនឹងដីស្រូបដាវត្រឡប់មកវិញនាងគិតថាគ្រប់យ៉ាងគឺចប់ហើយរាងកាយរបស់ស៊ឺហ្វេប្រឡាក់ទៅដោយឈាមតែនាងគិតថាមិនទាន់ចប់នោះទេនាងប្រើប្រាស់នៅឈាមបេះដូងទាំងព្រលឹងកំហឹងនិងភាពអាម៉ារួមបញ្ចូលជាមួយនឹងខ្យល់ដ៏គួរខ្លាចរបស់ខ្លួនក្នុងពេលនោះរាងកាយក៏ចាប់ផ្ដើមអណ្ដែតឡើងលើធម្មពលនៃខ្យល់ក៏បានប្រមូលផ្ដុំនៅក្នុងខ្លួនប្រាណផ្សាជាថ្មីនេះក៏បានកោះហៅនៅសត្វចម្លែកដ៏ធំមួយក្បាលគឺជាប្រភេទនៃសត្វវេទមន្តដែលតាមពិតទៅនេះគឺជាវិជាគុណហាមឃាត់ដែលលីជឹងស៊ីជាអ្នកបង្កើតដោយខ្លួនឯងតាមទឹកបានបង្រៀនទៅកាន់ស៊ឺហ្វេថែមទៀតផងសមាជិកម្នាក់មកពីសំណាក់វេទមន្តក៏
បានលន់មាត់ទីថានេះគឺជាសត្វចម្លែកអាទិទេពទីតាបិសាចក៏ធ្លាប់ស្លាប់នៅក្នុងស្នៀតដ៏ខ្លាំងក្លារបស់នាងដូចគ្នាផងដែរដែលនាងប្រើស្នៀតនេះមិនលើសពី3 ដងផងក៏អាចសម្លាប់ពួកគេបានយ៉ាងងាយស្រួលតែគ្មាននរណាអាចទប់ទល់ជាមួយនឹងកម្លាំងដ៏ខ្លាំងនៃសត្វរបស់នាងបាននោះទេធម្មពលរបស់នាងពេលនេះគឺកើនឡើងខ្ពស់ខ្លាំងមែនទែនខ្ញុំមិនដឹងថាឈានទៅដល់ level 9 កម្រិតទីប្រមាណបាទនេះដំណាក់កាលទីប្រមាណរាជាម្នាក់គិតថាបន្ទុកអាចជាធ្លាក់ចូលទៅក្នុងសំណាក់វេទមន្តរបស់ខ្លួនក្នុងពេលនោះហើយពួកនោះក៏បានឈ្មោះទៅមកហាមាត់ទាំងធំដើម្បីចាត់ការនាងស៊ូហ្វេក៏បានបញ្ជាក់ទៀតថាអ្វីបានជានាងហូរនៅមួយកន្លែងអញ្ចឹងគឺមិនអាចបញ្ឈប់នៅសនិតនេះបាននោះទេលក្ខណៈថាចង់បង្ខំឲ្យនាងសុំចូលចាញ់តែជាញៀនបាជាជន់ខ្យល់មួយពើងធម្មពលលោហិតផុសចេញពីខ្លួនប្រាណរបស់នាងក្នុងពេលនោះក្តាប់ដៃបន្តិចធម្មពលយ៉ាងខ្លាំងសម្បើមក៏បានផុសមកសាជាថ្មីពួកគេជាខ្លាំងណាស់វាមិនអាចទៅរួចនោះទេនាងក៏មានសនិតដែនដីដូចគ្នាពួកគេម្នាក់ៗមានអារម្មណ៍ថាសមាជិកនៃពលឺព្រឹកព្រលឹមគឺអស្ចារ្យមែនទែនតែម្នាក់ៗសុទ្ធតែមានសនិតដែនដីទាំងអស់គេក៏បានប្រើប្រាស់នៅដែនដីរនាំងការពារលោហិតតូចជាមួយនឹងពស់វេទមន្តក្នុងពេលនោះពស់នោះមិនអាចបំបែកនៅរនាំងការពាររបស់នាងបាននោះទេគឺហ្វេភាពខ្លាំងមែនទែនតែនាងក៏មិនអាចចោះចាញ់ដូចគ្នាពេលនេះនាងបានបង្ខំចិត្តលះបង់នៅខ្លួនឯងទៅឲ្យធម្មពលនោះធ្វើយ៉ាងណាក៏ដោយនាងធ្លាប់សន្យាជាមួយនឹងលីជឹងស៊ីនាងត្រូវតែធ្វើគ្រប់យ៉ាងដើម្បីទទួលបាននូវជ័យជំនះហើយគ្រូរបស់ខ្លួនក៏យល់ព្រមផងដែរដូច្នេះនាងក៏បានលះបង់នៅព្រលឹងនិងរាងកាយរបស់ខ្លួនឯងទៅឲ្យធម្មពលនោះហើយវាក៏បានគ្រប់គ្រងលើខ្លួនប្រាណរបស់នាងទាំងស្រុងបងប្អូននោះក៏ប្រែទៅជាពណ៌ខ្មៅស្រអាប់កម្លាំងរបស់វាក៏កើនឡើងចាប់ផ្ដើមវាបហាសាជាថ្មីអញ្ចឹងទៅក៏យានគិតថាគូតែបំផ្លាញនៅវេទមន្តហាមឃាត់នេះជាមុនសិនស្ថិតនៅក្នុងដែនដីរបស់នាងពស់នេះគឺគ្មានអ្វីអស្ចារ្យនោះទេអញ្ចឹងទៅនាងក៏បានកំទេចនៅព្រលឹងពស់នេះចោលភ្លាមក៏បានងាកទៅរកស៊ូហ្វេដាក់មួយទំហឹងឡើងផ្ងាយជើងទៅក្រោយហើយដេកទៅលោមនេះក៏បានលើកដាវកាប់មួយឆាយបំផ្លាញនៅវេទមន្តនៃបណ្ដាសាហាមឃាត់នៅលើរាងកាយចោលភ្លាមធ្វើឲ្យព្រឹទ្ធាចារ្យមកពីសំណាក់របស់ខ្លួនចាប់អារម្មណ៍ខ្លាំងមែនទែនតែមិននឹកស្មានថាម្ចាស់តូចរបស់ខ្លួនអាចបំផ្លាញនៅបណ្ដាសារួមជាមួយនឹងបណ្ដាសានៃវេទមន្តហាមឃាត់នៅលើខ្លួនប្រាណរបស់សត្រូវបានបែបនេះនោះទេវាពិតជាអស្ចារ្យខ្លាំងមែនទែនសូម្បីតែលីជឹងស៊ីក៏មានការចំអល់ដូចគ្នាយើងក៏បានណែនាំទៅកាន់នាងជាច្រើនដើម្បីបង្កើនកម្លាំងរបស់ខ្លួនយ៉ាងណាក៏ដោយក៏មិនអាចលក់ខ្លួនឯងឲ្យធម្មពលនោះដែរមានន័យថាមិនទៅធ្វើជាទីស្គាល់នៃធម្មពលនោះទេនេះមានអារម្មណ៍ថារៀងអ៊ីនខ្មាស់ក៏បានយល់ព្រមសូមចុះចាញ់ក្នុងពេលនោះតែម្ដងតែតាមពិតទៅប្រជោគនេះគឺជាតារបស់ខ្លួនជាអ្នកបង្រៀនដោយផ្ទាល់ហ៊ីនស៊ីនក៏បានកោតសរសើរអំពីយានពិតជាអស្ចារ្យខ្លាំងមែនទែនដែលអាចបំបែកនៅវេទមន្តហាមឃាត់រួមជាមួយនឹងបណ្ដាសាតែបង្កើតដោយលីជឹងស៊ីដោយផ្ទាល់បាទនេះក៏ដឹងថាវេទមន្តនោះគឺខ្លាំងក្លាតែកំឡុងពេលនោះនេះមិនទាន់អ្វីទាំងស្រុងបាទតែជាការដែលអាចឲ្យនាងនឹងបំបែកនៅវេទមន្តនោះបានទាន់ពេលដូច្នេះលីជឹងស៊ីគឺមិនខ្សោយនោះទេបើសិនជាប៉ះគាត់គួរតែប្រចាត់ចែងផងហើយការប្រកួតនៃជុំទី2ក៏បានបញ្ចប់ត្រឹមថ្ងៃនេះនៅក្នុងនោះដូចជាសំណាក់វេទមន្តទទួលបានបន្ទុកតិចជាងគេដូចជាត្រឹម100បន្ទុកតបមកក៏សំណាក់ព្យាបាលដូចជា130បន្ទុកសុទ្ធតែបាតតារាងបានអញ្ចឹងខ្ញុំសូមថាបញ្ជាក់នៅក្នុងការប្រកួត2ជុំទី1ហើយនិងជុំទី2របស់សំណាក់វេទមន្តពីមុនដូចជាបាន800បន្ទុកហើយលើកទី2ទទួលបាន100បន្ទុកវាសរុបទាំងអស់គឺ900បន្ទុកហើយក្រុមរបស់ឡុងឆិនគឺមាន9នាក់បាទគឺដកទួនទីម្នាក់តែមិនអាចឡើងទៅកាន់ជុំទី3បានតែមិនធ្វើនោះទេពួកគេនឹងព្យាយាមធ្វើឲ្យល្អបំផុតការប្រកួតនៃជុំទី3ក៏បានចាប់ផ្ដើមដោយហើយត្រូវប៉ះជាមួយនឹងគ្រប់គ្រងនៃសំណាក់អាសាស៊ីនគឺជាតារបស់នាងទឹកនេះគឺល្អមើលខ្លាំងមែនទែនតានឹងចៅបាទគឺប៉ះគ្នាសឹងតែគ្រប់គូដូចជាឡុងឆិនប៉ះជាមួយតារបស់ខ្លួនលិនស៊ីនតែប៉ះជាមួយនឹងតារបស់ខ្លួនទីរួមវគ្គនេះគឺញាក់សាច់តែម្ដងលក្ខណៈថាសង្គ្រាមសាច់ឯងបាទហើយសាច់រឿងរបស់យើងក៏ស្លេកតែប៉ុណ្្នេះ